ជំរាបសួរបងម៉ែបងប្អូនទាំងអស់គ្នានេះគឺជាកសិផលដែលតឹបតែប្រមូលផលហើយថ្មីនិយាយទៅថ្ងៃនេះយើងបេះប៉េងប៉ោះឈើរីបានច្រើនគួរសមប៉ុន្តែនេះគឺយើងប្រមូលមកពីកន្លែងបេះហ្នឹងអត់ទាន់អស់ទេមកបដាបានប៉ុណ្ណឹងអញ្ចឹងណាថ្ងៃនេះដែរយើងបានខ្ទង់ប្រហែលជា300គីឡូជាងសម្រាប់ប៉េងប៉ោះឈើរីមានពណ៌ក្រហមពណ៌លឿងហ្នឹងណាហើយចំពោះននងចំពោះសដៅប្រាំងក៏ដូចគ្នាដែរនិយាយទៅគឺថ្មីស្រស់ល្អចេញពីចំការថ្ម3ដុំរបស់យើងផ្ទាល់តែម្ដងហ៊ានធានា 100% បងប្អូនអាចមកលេងដល់ចកាផ្ទាល់តែម្ដងក៏បានដែរនិយាយទៅដោយសារតែឥឡូវនេះមេឃរកភ្លៀងពេលចឹងទៅខ្ញុំថតអត់សូវឃើញពណ៌ស្អាតល្អទេតែជាស្ដែងគឺវាស្អាតខ្លាំងមែនតើបងប្អូនវាមិនមែនឃើញរឿងស្លេកចឹងណាគឺវាឡើងបើពណ៌ក្រហមវិញគឺក្រហមឆ្អិនឆ្អៅបើពណ៌លឿងគឺលឿងឆ្អិនឆ្អៅហ្មងណាអូនិយាយទៅខ្ញុំសូមធានាថាបន្លែចេញពីកន្លែងយើងគឺប៉ັດជាបន្លែសុវត្ថិភាពដែលយើងដាំដុះទៅតាមគោលការណ៍សុវត្ថិភាព Asian Gap ច្បាស់លាស់ពិតប្រាកដមែនហើយមិនមែនមានស្តុកតែប៉ុណ្្នឹងទេដូចខ្ញុំនិយាយចឹងណាសម្រាប់ពេញពណ៌ឈើរីពណ៌ក្រហមថ្ងៃនេះគឺយើងបេះបានរហូតដល់300គីឡូជាងប្រហែលជាអាចលោដល់700គីឡូជាងសម្រាប់បងប្អូនដែលចង់យកទៅលក់បន្តគឺអាចតាក់ទងមកបានហើយបើចង់ញ៉ាំរាយតិចតួចក៏មានដែរបងប្អូនហើយនេះគឺយើងរៀបចំដាក់ឡានឡើងទៅភ្នំពេញហើយចឹងទៅយើងដាក់បង្ហាញបងប្អូនប៉ុណ្ណឹងប៉ុន្តែចាស់ស្អាតយើងមានប្រភេទបន្លែផ្សេងទៀតដូចជាមានតែសក់មានត្រប់ដែរតែខ្លាច់មេឃភ្លៀងយើងអត់ចាំទាំងអស់ឲ្យបានថតអីដោយសារដំបូងគាត់ថាចាំបានច្រើនមកចាំថតចឹងណាអូយសដៅប្រាំងក៏ល្អខ្លាំងដែរតែចំណាយពេលបេះរឿងយូរតិចអូខេអញ្ចឹងអត់មានអីច្រើនទេសម្រាប់វីដេអូនេះគ្រាន់តែចង់បង្ហាញពីកសិផលចេញពីចំការរបស់យើងផ្ទាល់តែម្ដងបងប្អូនអាចកំងទិញបានតាមរយៈការឆាតចូល page ក៏បានឬក៏ខលមកតែម្ដងក៏បានដែរហើយកុំភ្លេចណាជួយ share វីដេអូនេះម្នាក់មួយដើម្បីឲ្យបងប្អូនទាំងអស់គ្នានិងបងប្អូនផ្សេងទៀតគាត់មានឱកាសបានឃើញនៅកសិផលសុវត្ថិភាពរបស់ខ្មែរយើងអូខេគាំទ្រកុំភ្លេចណាបងប្អូនគាំទ្រផលិតផលរបស់ខ្មែរទាំងអស់គ្នាអរគុណច្រើនបាយបាយជម្រាបលា